ទូលព្រះបង្គំខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចជាអម្ចាស់សម្ដេចព្រះមហាសុមេធាធិបតីកតេបឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃប្រជាជាតិណាចក្រកម្ពុជាជាទីសក្ការៈសូមគោរពអង្គសន្និបាតដោយសរុបសេចក្តីឲ្យខ្លីក៏ឲ្យវែងពេករវល់គោរពអស់4-20នាទីយកប្ររពសេចក្តីថាសូមគោរពអង្គអនុសង្ឃវចរៈមហាសន្និបាតនេះមន្ត្រីសង្ឃប៉ុន្តែសូមហាមឲ្យហើយនិយាយទៅលើសលោះអីក៏មកខាត់អត់ឈប់ទេជាបឋមនឹងខ្ញុំករណាអាត្មាភាពសូមលើកអំពីគោលដែលត្រូវបរិយាយអธิบายគោលនឹងគឺវប្បធម៌ពុទ្ធសាសនាថេរវាទនៅកម្ពុជាខ្មែរយើងអត់យល់សំបីតែពាក្យថាវប្បធម៌ក៏អត់យល់ដែរយល់សម្រាប់តែបានព្រះសង្ឃអ្នកបួសខ្លះក៏យល់ខ្លះក៏នៅតែមិនយល់ទៀតបើផ្នែកក្រហមក៏អត់យល់ដែរពាក្យថាវប្បធម៌នេះប្រែជាខ្មែរថាវប្បៈប្រែថាការបណ្ដោះការព្រោះការសាមបណ្ដោះពូជវប្បៈនេះព្រះពុទ្ធសាសនាទៀតក៏មិនយល់ឧស្សាហ៍ភាសាបាលីសួរញោមញាតិពុទ្ធបរិស័ទពុទ្ធសាសនាសួរទៅពុទ្ធសាសនាជាអ្វីអត់ដឹងយ៉ាងសួរទៅកំហុសអានេះមកពីណាថាមកពីយើងលោកសង្ឃហ្នឹងអត់ដែលបានពយល់បរិស័ទនិយាយអាងតែខ្លួនឯងយល់ចាតែនិយាយទៅអត់ដឹងថាបរិស័ទអត់យល់ដូចពាក្យថាពុទ្ធសាសនាពុទ្ធសាសនានឹងប្រែទៅតែជាពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងចាខ្មែរណាដែលដឹងថាពាក្យទូលមានព្រានប្រដៅរបស់ពុទ្ធបើនិយាយថាពុទ្ធសាសនានិយាយគ្រប់តែគ្នាប៉ុន្តែអត់យល់អាស្រ័យនេះបានបច្ចុប្បន្ននេះខ្ញុំកណាអាត្មាភាពមុននឹងជូនសែលប្រទានសែលដល់ញោមញាតិពុទ្ធបរិស័ទតែងតែអธิบายខាងដើមថាសិលនេះជាទីពឹងខាងដើមរបស់មនុស្សជាគ្រឿងលម្អទី1របស់ពុទ្ធសាសនាជាមេត្តារបស់កល្យាណធម៌ទាំងឡាយជាប្រមុខរបស់ធម៌ទាំងពួងព្រោះហេតុនោះបុគ្គលក៏បីជំរះសិលឲ្យបរិសុទ្ធប្រកាសប្រាប់ចេះខាងដើមបានឲ្យទៅឲ្យសិលទៅបញ្យល់ជាខុសគេតែម្នាក់ឯងដល់យល់ថាបរិស័ទអត់យល់ថាសិលនឹងគេធ្វើឲ្យមានន័យអត្ថប្រយោជន៍យ៉ាងម៉េចអត់ដឹងទេវាខ្មែរយើងប្រើ3ភាសាចៅត្រៃភាសាសាំងសក្រិតផងបាលីផងខេមរៈភាសានេះបូកទៅឡើង3ភាសាដូចភាសាសាំងសក្រិតនិងបាលីនៅក្នុងភាសាខ្មែរនោះប្រហែល30-40-50%យកមកអានជាខ្មែរទាំងអស់ម្ល៉េះហើយខ្មែរយើងអត់យល់បានខ្ញុំកណាអាត្មាភាពកណាទេសនាប៉ះលើពាក្យបាលីណាមួយតែងតែបញ្យល់ពាក្យបាលីនោះឲ្យបរិស័ទអ្នកស្ដាប់នឹងយល់សិនបានសម្ដែងវិជាទៅទៀតដូចជាពុទ្ធសាសនានេះប្រែតាមអត្ថន័យតែពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងគឺប្រពន្ធលោកទូលមានព្រានប្រដៅអញ្ចឹងហើយជាសាសនាថេរវាទនៅកម្ពុជាថេរវាទនេះគឺយើងនោះគោរពទៅតាមដីការបស់ព្រះថេរៈកាលដែលលោកធ្វើសង្កេយនាគ្រាទី1មានព្រះមហាកាសបប្រទេសជាប្រធាន
ពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធសម្ដែងយ៉ាងណាព្រះអរហន្តលោកយកមកសូត្រធៀបគ្នាតម្រឹងគ្នាទៅត្រូវគ្នាអស់សង្ឃីទេគឺផ្ទៀងធ្វើផ្ទៀងវិន័យពូលកាត់ឲ្យខ្លីៗយ៉ាងដើម្បីកុំឲ្យស៊ីពេលយូរខ្លាចគេមកខាត់ចារតុគេហៅថាថេរវាទវិញនិកាយដែលគូនឹងថេរវាទគឺអាចារ្យវាទមហាយានពួកនឹងគឺបែកចេញពីក្រោយដែលពុទ្ធបរិនិព្វានទៅគេយល់ថាពុទ្ធិការបស់ពុទ្ធនេះតាំងតែងណាមកមនុស្សអ្នកបដិបត្តិនោះមិនសូវបដិបត្តិបានទេគេកែគេសរសេរបន្ថយទៅដូចជាអាហារមួយថ្ងៃ3ពេលណាគេអាចធ្វើចំនួនជួញប្រែអីបានបើកហាងធ្វើរោងចក្រអីលក់ដូរបាននឹងពួកអាចារ្យវិទ្យាបែកចេញពីក្រោយពុទ្ធបរិនិព្វានមកដល់យូរទៅខ្លាយទៅលោកសង្ឃខ្លះមានប្រព័ន្ធក៏បានជាធូរទៅទៀតព្រះអាចារ្យវិទ្យានេះមានឈ្មោះ3អាចារ្យវិទ្យា1មហាយាន1ឧត្តរនិកាយ1ឧត្តរនិកាយគឺតាំងនៅភាគខាងជើងនៃប្រទេសឥណ្ឌាមហាយាននោះគឺគេកែធ្វើវិន័យទៅឲ្យធូរប្រជាបរតនោះស្ដាប់បានចូលចិត្តច្រើនដោយបរិភោគអាហារមួយថ្ងៃ3ពេលជាដើមណាយើងនេះគេថាហេនយានយើងបានតាំងឈ្មោះខ្លួនយើងតែគឺពួកមហាយានគេឲ្យឈ្មោះយើងថាយើងនៅតាំងតែនេះឈ្មោះ3ម្នាក់ឈ្មោះអាចារ្យវិទ្យាមហាយាននិងឧត្តរនិកាយសម្រាប់យើងនេះគេហៅថេរវាទគឺយើងគោរពបដិបត្តិទៅតាមព្រះថេរៈដែលសង្ឃាយនាហ្នឹងគឺលោកកត់ត្រាពុទ្ធដីកាមិនអោយលើសមិនអោយខ្វះទេពុទ្ធសម្ដែងតែណាគឺប៉ុណ្ណារួចនឹងហេនយានឈ្មោះទី2ហើយ3តិខេណនិកាយព្រោះនិកាយតាំងនៅភាគត្បូងប្រទេសឥណ្ឌាហ្នឹងអានឹងឈ្មោះមាន3ចឹងពួកយើងក៏រំទៅតាមពុទ្ធដីកាព្រះថេរៈដែលបានសង្កេតនេះប៉ុន្តែមានអីភាគវណ្ណសក្ខីភាគវណ្ណតមនីប្រហែលជាពុទ្ធត្រាស់ក្រោយទៀតគឺថាព្រះសង្ឃយើងនេះទំងន់ប្រជាបរិបទបរិស័ទគេទេនិយាយថាចឹងវិញបត្រៃបិដកគឺបត្រៃបិដកមិនគ្រប់ទឹកវាយប្រហារដល់ពុទ្ធហ្មងមានអ្នកដែលមិនយល់មិនស្គាល់ពុទ្ធសាសនាខ្លះក៏យល់ស្ដាប់បានអូជឿព្រះសង្ឃយើងអ្នក4ហ្នឹងក៏មានតែជឿពួកហ្នឹងដែរវាពិបាកចឹងនេះជាអ្នកជាតិជ្រែកបំបែកពុទ្ធសាសនាធ្ងន់ណាស់ថាព្រះសង្ឃនាំឲ្យទម្ងន់ដល់ប្រជាពលរដ្ឋវិបត្តិបិដកមិនគ្រប់ទឹកvìក្នុងពុទ្ធសាសនារតនត្រ័យ3គឺពុទ្ធពធព្រះសង្ឃពីវៃបហាព្រះសង្ឃទៅហើយតែយើងបានអីជារតនៈវៃបហាធ្វើពុទ្ធថាมันគ្រប់ទឹកទៅហើយតែបាននៅរតនៈអត់បាននេះគេនឹងរំលាយទាំងអស់តទៅមកនេះខ្ញុំណាសំទូលយ៉ាងចំណាំមានទេសនាឆ្លើយតបទៅខ្លះនឹងសិក្ខីភគវន្តរួយវប្បធម៌របស់ពុទ្ធសាសនានេះគឺព្រះអង្គសាប្រោពីសិលសមាធិបញ្ញាណានេះគឺវប្បធម៌របស់ពុទ្ធសាសនាសិលសមាធិបញ្ញានេះជាធម៌ដែលយើងត្រូវប្រព្រឹត្តត្រូវបដិបត្តិធ្វើទាំងអស់ខុសពីខ្លួនយើងអត់មានទេពាក្យទូលមានព្រះបដៅគឺជាប់ទាក់ទងតែនឹងកាយវាចាចិត្តរបស់មនុស្សគ្រប់គ្នាទាំងអស់យើងពោលថាសិលសមាធិបញ្ញាប៉ុន្តែនៅក្នុងធម្មចក្រកបវត្តនសោតលោកសម្ដែងពីអថង្គិកមៈទាំង8នោះលោកយកបញ្ញាមកដាក់មុនបានសិលបន្ទាប់មកបានសមាធិក្រោយមកទុយយ៉ាងសួរថាម៉េចបានព្រះអង្គលោកសម្ដែងថាអញ្ចឹង
ព្រោះព្រះអង្គយល់ថាមនុស្សត្រូវតែមានបញ្ញាសិនបានយល់ដឹងកិច្ចការអីទាំងអស់មកខាងក្រោយទៀតដូចជាអ្នកប្រាជ្ញលោកពោលថាប្រាជ្ញានឹងប្រសើរដូចជាព្រះច័ន្ទដែលប្រសើរជាងផ្កាយទាំងឡាយសំបីសិលក្តីសិរីក្តីធម៌របស់សពរក្តីក៏រមែងទៅតាមបុគ្គលដែលមានបញ្ញាលោកទៅសាបញ្ញាបើមិនមានបញ្ញាมันអាចរក្សាសិលបានមិនជ្រះថ្លាទេហើយធ្វើជីវិតរបស់យើងมันឲ្យមានសេរីបានទេជីវិតមនុស្សយើងមានសេរីសុខស្ដីដោយសារយើងមានទ្រព្យធនទ្រព្យសម្បត្តិប្រើគ្រប់គ្រាន់ទាំងអស់ទៅជីវិតនឹងមានសុភមង្គលសេរីសុខស្ដីនេះប្រយោជន៍បច្ចុប្បន្នណាហើយនឹងធម៌របស់សពរៈគឺពុទ្ធសាសនាដែលយើងអាចទទួលយកបានព្រោះបញ្ញាណាបានជាលោកសំដែងបញ្ញាហ្នឹងខាងដើមដូចជាសមាធិថាប្រាជ្ញាយល់ឃើញត្រូវសមាសង្កប្បៈសេចក្តីត្រេះរិះត្រូវនេះទូបញ្ញាវិបានសមាសង្កប្បៈសមាវិជ្ជាសមាកមន្តៈឯទីទូសិលសមាវិជ្ជាមៈសមាសមាធិសមាសតិនឹងជាតួសមាធិសេចក្តីព្យាយាមត្រូវធ្វើចិត្តរបស់ខ្លួនឲ្យស្អាតឲ្យនឹងដោយសារមានបញ្ញាហ្នឹងខាងដើមដែរបានជាលោកសំដែងបញ្ញាមកសម្រាប់ក្នុងពត្រៃបិដកលោកសំដែងថាសិលសមាធិបញ្ញាបើដល់លោកសំដែងក្នុងបឋមទេសនាលោកដាក់ថាសមាធិសមាសង្កប្បៈបញ្ញានឹងមុនអញ្ចឹងព្រោះជាប្រភពជាពលឺដើម្បីឆ្លងមើលអីទាំងអស់ដោយពុទ្ធសាសនានឹងជាសាសនាបញ្ញាធ្វើមនុស្សឲ្យបាត់សេចក្តីល្ងងឲ្យមានបញ្ញាយល់ដឹងអ្វីទាំងអស់នេះជាវប្បធម៌របស់ពុទ្ធដូចក្នុងសិលសមាធិបញ្ញាយើងពិនិត្យមើលទៅឃើញថាសត្វតែធ្វើការទាំងអស់អត់មានបន់ស្រន់អត់មានបួងសួងទេពេលមួយនោះព្រះអង្គទ្រង់សម្ដែងប្រោះអនាតបិណ្ឌិកសេដ្ឋីអនាតបិណ្ឌិកសេដ្ឋីធ្វើដំណើរចូលទៅកាន់វត្តចេតពុនទៅជួបនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងធម៌ប្រាប់ធម្មនាលកហបដីអនាតបិណ្ឌិកសេដ្ឋីធ្វើ5យ៉ាងជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយក្រក្នុងលោកធ្វើ5យ៉ាងនោះដូចម្ដេចខ្លះមនាលកហបដីអាយុ1ពើសម្បល់1សុខ1យសៈ1ឋានសួគ៌1ជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយក្រនៅក្នុងលោកនេះមនាលកហបដីដល់ថាគាត់មិនពោលនៅការបានចំពោះធ្វើជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយក្រក្នុងលោកទាំង5ព្រោះការបន់ស្រន់ឬព្រោះការប្រាថ្នាទេមនាលកហបដីបើការបានចំពោះនៅធ្វើជាទីប្រាថ្នាជាទីត្រេកអរជាទីកប់ចិត្តរកបានដោយក្រក្នុងលោកទាំង5នេះនឹងមានហើយព្រោះការបន់ស្រន់ឬព្រោះការប្រាថ្នានរណាមួយក្នុងលោកនេះអាចញ៉ាំងនរណាឲ្យសាបសូន្យបានទៅមនាលកហបដីអរិយសាវកអ្នកប្រាថ្នានៅអាយុអ្នកប្រាថ្នានៅសម្បល់អ្នកប្រាថ្នានៅសុខអ្នកប្រាថ្នានៅយសអ្នកប្រាថ្នានៅឋានសួគ៌មិនគួរបន់ស្រន់ឬមិនគួរត្រេកអរនឹងអាយុនឹងសម្បល់នឹងសុខនឹងយសនឹងឋានសួគ៌ឬក៏ហេតុតែអាយុហេតុតែសម្បល់ហេតុតែសេចក្តីសុខហេតុតែយសៈឬក៏ហេតុតែឋានសួគ៌ប្រការបន់ស្រន់ទេបងសម្ដែងប្រាប់អ្វីទាំងអស់ទាំង5យ៉ាងនេះបានពីការយើងធ្វើគ្រប់គ្នាអស់បានន័យថាពុទ្ធសាសនាជាសាសនាដែលបង្រៀនឲ្យមនុស្សធ្វើការក៏ប៉ុន្តែអ្នកកាន់សាសនាមិនយល់ព្រោះនៅតែបន់ស្រន់
มันชบอดชบนี่ปุณิกาปรหนาตเบนิกาใส่ใจทำเม็ดบานในสกาปอนสระเม็ดบานในกาเทอเนี่ยนานเนี่ยเทอทำมโนก็พอเอาตูเมียนปริมดาวปรมโนสนายนอมโนตาอันนี้วับกับเธอหรือว่าพระพุทธศาสนาหรือเปียทวับกับเธอนี่เมียนวับกับเธอหรือว่าพุทธศาสนาหนึ่งวับกับเธอหรือว่าเจียนก็มาจะลำไปเนี่ยมวยวับกับเธอหรือว่าพุทธศาสนาคือประโทษประวินัยได้ประสมาสามพุทธตรงสำแดงตุกเอายังปฏิบัติเชเมกีไปวับกับเธอหรือว่าเจียนยืนอันนั้นแบบเสงเขาพอปีนี้วับกับเธอโดยเชียว่าไปนี่หรือเปล่าเชียดว่าเป็นยืนเมียนเปียถ้าพุทธศาสนาหนึ่งแม่เปียถ้าพุทธศาสนาคือเมียนปไตรไปดอกเชียโกลหนึ่งแม่คือปปการะปปปราเนี่ยปลายยืนลูรีบชมตกแต่งงานอุติหอสมัยเปรียสมาสามปนว่าอังกวงเนาอันเมียนสมาเตียนเซลอันเมียนมาสกาสมาเตียนเซลอันเมียนโยบาตตกดะลือโตให้ยืนเดิมเคลียดะบาตดะบายนั่งไปประสังโซดอภิธรรมอันเมียนเต้เมียนเต้เมียนประสังไปบาตตัวการพูดนกไม่นั่งสมาหาเกอันนั้นไอ้เชี่ยวว่าประเทศเราเจี๊ยดได้โดนตายังปังกาสุทายังกู้เดซากูกันเด้ถ้ายังกู้อันนั้นเพราะเต็มตราโดนตาลงรีบจอมไอ้ซองรมสะอาดหล่อพิสมัยบดอันเต้นอันเมียนมาสกาสมสารเลยเต้เนี่ยได้เชียร์ตลาดนงบุปผลนิมนต์บุปผลตัวตูดพัดเนี่ยมาจัดเตียนนั่งอยู่ปากเองคนที่อันเมียนมาสกาสมสารเลยใครยังเต้บางเถอะนาไปที่สมาเตียนนมัสการสมาเตียนสมเสรรับบ้านประสานยิงโซดอภิธรรมดับบ้านนั่งประโยชน์เตียหอโดยเฉเมียนสะสอบอันนี้จะกรรมเติมเมียนนิมนต์ประสานเติมอภิธรรมเมียนเอกาขนมใบดอนเมียนเด็กนึ่งปอประการอะไรจะยังรีบจอมแต่แกเอาแต่แม่หนึ่งอันนึงพอปีนี้สุดท้ายยังกูลบจออย่างไรแต่อันนึงเราแต่ละสานี่สมอ้อยอังกษัตริย์บาย้อนลำปีพุทธศาสนาหนึ่งก็ไม่ก็บอกเราโดยจะรอดอตีที่ชรานั่นเลยแต่ปนักมอเจียเตียหอตูเลยใจกับเชิงอาศัยแห่งนี้พุทธศาสนาเจียศาสนาปังรีได้ยังถือกาแต่สมอายุจังก็ไม่ต้องอ้างไอ้ดอตีเดียปัจจุบันเนี่ยโยมเยียดบริษัทยืนเชรยเนี่ยการพุทธศาสนาเพราะเมียนลัทธิลัทธิดังโจรมาพอจนเกิดอุบัติเหตุเจ็บปฏิอย่างเนี่ยพุทธศาสนาลบบันดีในเทกาลัทธิลัทธิไอ้บุ้งสุปันสรามนั่นได้พอพ้นโลหามเท่าอันแม่ประโยชน์เชื่อแต่เพื่อนนั่นไงการนักสังคณะปูอย่างนี้ในเย่อย่างนี้ประกาศเชื่อมยังกิจดีได้ว่าอันเนี้ยไอ้กิจจัดนั้นกิจจะจัดวันสอนกิจว่าเนี้ยได้ยอดให้พ่อตัวตามพุทธศาสนาที่มันจีดีป่านุ่มดังทำไมได้ชีวิตมันรวยป่านักชำนาญมันคลายเต้นนาชีได้ก็ได้ไอ้ตบานนำยกพุทธวัตรหมอสมได้ปรับโยมเย็บบริษัทแล้วอายุในพุทธศาสนาถ้าเชื่อศาสนาได้ปงเรียนอ้อยมนุษย์ทุกกาเองโดยโยมเย็บพุทธวันสันกรบรูปออกชำนาญใหญ่ตัวตาติสนาถ้าประพฤติลงบ้านอ้อยตำไลเทวดาเตชำนาญใหญ่ทั้งจังพระเทวดาเจ้าพ่อมนุษย์เจ้าแห่ได้ลูกแก่แห่เมียนมนุษย์ฟื้นเปลี่ยนฟื้นเส้นรักษาเส้นแต่เทวดาก็เมียนจะน่าไปย่อยจังถ้าลงบ้านก็ได้ปีพอก็ปีแห่แก่มนุษย์หนึ่งเพราะเปียถ้าประพฤติคือโลกเนี่ยตูนเมียนพินบดาวมนุษย์อ่อยประพฤติล้อโดยกายเวจาจัก
នោះទូលមានយកឲ្យជីវិតអំពើអកុសលបាបពួកនឹងឯងដែលអស់ជីវិតទៅកើតក្នុងឋានទេវតានោះព្រះអង្គយល់ទេឋានមនុស្សគេហៅឋានកណ្ដាលគេភាសាខ្មែរតែមានកណ្ដាលគឺមានលើមានក្រោមហើយលើយើងគឺឋានសួគ៌ទេវតាប្អិនប្រព្រំមិនទាំងអស់ក្រោមយើងគឺអបាយភូមិបានន័យថាឋានមនុស្សនេះឯងពោលតែជាកន្លែងដែលត្រូវកសាងធ្វើឋានសួគ៌ជាផលនៃការបដិបត្តិនរកក៏ជាអំពើទុច្ចរិតដែលមនុស្សធ្វើគឺមនុស្សអាចទៅឋានសួគ៌ក៏បានទៅអបាយភូមិក៏បាននេះព្រះសម្មាសម្ពុទ្ធលោកសម្ដែង5ជាទៅជាអ្វីដែលមិនទៅពីមនុស្សអង្គើមើលឡើងទេវតាហៅកម្មៈឆក់កម្មៈវិចរសួរ5ជាទៅពីមនុស្សយើងទេពោលដែលជាកម្មវិចរចិនមនុស្សយើងប្រកបដោយកម្មគុណ5រូបសម្លេងក្លិនរសសម្ពើអីគេថាកម្មវិចរដល់អស់ជីវិតទៅកើតជាទេវតាក្នុងឋានសួគ៌ថាឆកម្មវិចរសួរអានោះមនុស្សហើយបងពេលបន្ទាប់ទៅទៀតព្រំគឺមនុស្សដែលចម្រើនសមាធិអប់រំចិត្តរបស់ខ្លួនឲ្យប្រព្រឹត្តទៅក្នុងរូបឈានឈានទី1ទី2ទី3ទី4ទី5អស់ជីវិតទៅកើតក្នុងឋានព្រំមានរូប6ដណ្ដប់ជាន់ចិត្តទី3អរូបាវិចរចិត្តឬអរូបាវិចរក៏សល់ថាឈានលោកដែលចម្រើនសមាធិលោកមិនយករូបមកជាទីសម្គាល់ទេយកអរូបយកអាកាសទេរហូតមកបរិកម្មដល់សម្រាប់ឈានទៅថារូបឈានពួកនឹងអស់ជីវិតទៅកើតក្នុងឋានព្រំអត់រូប4ជាន់ព្រំមានរូបអត់រូបគឺបូកព្រំមានរូប16ជាន់អត់រូប4ជាន់បូកទៅ20ជាន់នោះអង្គមើលមកទៅពីមនុស្សទាំងអស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូក៏ជាមនុស្សដែលលោកកតរៈចិត្តព្រះអង្គអប់រំចិត្តឲ្យអស់កិលេសស្អាតបរិសុទ្ធពុទ្ធលោកមានគុណ3យ៉ាងមួយហៅវិសុទ្ធិគុណនៃសេចក្តីបរិសុទ្ធលោកជំរះកិលេសអស់ដោយសិលសមាធិបញ្ញាទី2ករណាគុណនៃសេចក្តីអាណិតអាសូរដល់សត្វលោកស្មើគ្នាទាំងអស់អត់មានទាបពោះទេអ្នកមានអ្នកក្រសេដ្ឋីក៏ប្តីអីមានករណាធ្វើស្មើគ្នាទី3បញ្ញាគុណគឺព្រះអង្គមានបញ្ញាដល់ក្រៃលែងជាងមនុស្សនិងទេវតានៅលើលោកឥតមានបុគ្គលណាមួយមានបញ្ញាស្មើនឹងព្រះពុទ្ធនេះសោកជ្រាបគុណហ្នឹងព្រះអង្គគិតមើលមានណាទៅខុសពីមនុស្សទេវតាក៏ទៅពីមនុស្សព្រះព្រំមានរូបក៏មនុស្សពុំអត់រូបក៏មនុស្សព្រះសម្មាសម្ពុទ្ធគឺជាមនុស្សទាំងអស់បាទព្រះអង្គសម្ដែងថានៅលើដីក្រោមមេឃអត់មានណាប្រកែកជាងមនុស្សទេមានតែមនុស្សនឹងឯងដែលប្រកែកជាងគេព្រះអង្គឲ្យតម្លៃមនុស្សតើពេលដល់មិនដូច្នោះយើងមិនបានដឹងច្បាស់លាស់ទៅឲ្យតម្លៃតែពួកទេវតាក្នុងពុទ្ធសាសនាមានតែមនុស្សទេដែលធ្វើបុណ្យរួចហើយឲ្យទុបផ្សព្វផ្សាយឲ្យទៅទេវតាលោកអនុមោទនាទទួលយកផងអញ្ចឹងលោកសម្ដែងអញ្ចឹងប៉ុន្តែយើងអ្វីដែលពុទ្ធលោកសម្ដែងយើងអត់យល់ទេទៅយល់តែទ្រឹស្ដីក្នុងលទ្ធិសាសនាព្រាហ្មណ៍ពីមុនមកហ្នឹងពួកខ្មែរយើងប្រែប្រួលសាសនាច្រើនណាស់ត្រឡប់ទៅលេងយូរទៅវាច្បោកច្បល់វិលវល់អស់ក្នុងរជ្ជកាលខ្លះព្រះមហាក្សត្រលោកកាន់សាសនាព្រាហ្មណ៍ប្រជាបរតមន្ត្រីកាន់សាសនាពុទ្ធក្នុងរជ្ជកាលខ្លះព្រះមហាក្សត្រកាន់ពុទ្ធសាសនាប្រជាបរតមន្ត្រីកាន់សាសនាព្រាហ្មណ៍វាបដូរបដិញចោលឡើងទៅវិលវល់អស់មិនដឹងឯណាក្បាលឯណាក៏ទុយទេកណានេះសំអង្គសន្និបាតជ្រាបវាវិលវល់ចឹងវាមិនច្បាស់លាស់
រិទ្ធសមានតែខ្មែរយើងសប្តាហ៍នេះកាន់ពុទ្ធសាសនាយល់ដឹងពីពិធីកម្មអីទៅយល់អត់យល់ទេគ្រាន់តែតាមទំនៀមទម្លាប់ប្រពៃណីដូនតាមកទេតែខែភ្ជុំបិណ្ឌទៅវត្តឯភ្ជុំបិណ្ឌទៅវត្តចូលឆ្នាំទៅវត្តឬធ្វើបុណ្យទានអតិទៀតដឹងតែអញ្ចឹងតែក្នុងអត្តន័យបុណ្យទាននោះមានលក្ខណៈយ៉ាងណាគឺអត់បានយល់ទេបានខ្ញុំកណាចេះក្នុងធ្វើទេសនាចេះតែបញ្យល់ញោមញាតឲ្យយល់ក្នុងពិធីបុណ្យមួយហ្នឹងឲ្យបានយល់ច្បាស់នឹងបានជាពុទ្ធសាសនានឹងសំអង្គសន្និបាតជ្រាបដោយធម្មកថានានាដែលទៅសម្ដែងធ្វើទេសនាគួរលើកយកអវាទរបស់ព្រះពុទ្ធនឹងទៅសម្ដែងប្រាប់បរិស័ទនោះឲ្យច្បាស់លាស់កុំទៅសម្ដែងបញ្ចាច់បញ្ជោទៅសារញោមញាតពីនេះពីនោះទៅពេលអានោះលោកក៏ធ្វើទាំងអស់ទៅធ្វើឲ្យអ្នកស្ដាប់នឹងភាពមានសេចក្តីត្រេកអររីករាយនឹងហើយអត់បានបដិបត្តិធ្វើទេព្រោះនឹងខុសគោលហើយឧទាហរណ៍នៅក្នុងប្រកាសនីយបត្រចៅអធិការវត្តក្នុងនោះឃើញសរសេរដាក់ថាព្រះចៅអធិការវត្តដឹកនាំបរិស័ទគឺមានបត្រៃបិដកជាគោលយកបត្រៃបិដកទៅផ្សព្វផ្សាយដឹកនាំបរិស័ទព្រោះដល់តាមពេលទៅអត់ទៅយកទៅពិធីផ្សេងណាដែលអត់មានប្រយោជន៍នោះមកដឹកនាំដល់បរិស័ទនេះនិយាយពីពុទ្ធសាសនាក្នុងណាសូមបញ្ជាក់តែអំពីពាក្យថាវប្បធម៌ពុទ្ធសាសនាឲ្យបានយល់ទៅពុទ្ធឧស្សាហ៍ប្រុសអីថាវិធីសាស្ត្រប្រុសដាំដុះពុទ្ធឲ្យយើងធ្វើការអត់មានឲ្យធ្វើឲ្យខុសពីនោះទេធ្វើការដោយកាយដោយវាចាដោយចិត្តមានតែប៉ុណ្្នឹងឯងតែធ្វើឲ្យខុសពីនោះមិនពុទ្ធសាសនានឹងសូមឲ្យជ្រាបចឹងដោយព្រះសម្មាសម្ពុទ្ធព្រះអរហន្តទាំងឡាយឃើញទេមានគាថាបាលីថាសីលេនវិតកមន្តាំងបរិយុទ្ធាំសមាធិនិបញ្ញាយអនុសយ៉ាងឈិនទាំងបតនិព្វានមុតតមាំងថាអ្នកប្រាជ្ញទាំងឡាយលូតលះបង់កិលេសក្រោធក្រៀតនឹងដោយសិលและបដិបត្តិក្នុងសិលកិលេសជាកណ្ដាលនឹងត្រូវលះបង់ដោយសមាធិកិលេសជាល្អិតនឹងត្រូវកំចាត់ដោយបញ្ញាទាំង3នេះព្រោះដើម្បីរួចចាកទុកទៅកាន់ព្រះនិព្វានបាននឹងជាអថង្គិកមគ្គជាអរិយមគ្គដែលព្រះអង្គទ្រង់សម្ដែងពីដល់យើងព្រះសង្ឃយើងសប្តាហ៍អត់បានយកគោលធ្វើទៅសម្ដែងទូលមានព្រះបដាបរិស័ទចាសម្ដែងពីណាពីណីទៅពេញទឹកពេញដីយូរទៅសារតែប្រសក់បញ្ចាច់បញ្ជូវាខុសវាប្រឆាមេគារបស់ព្រះពុទ្ធនឹងនេះខ្ញុំណាសំទូលចឹងនេះជាវប្បធម៌របស់ព្រះពុទ្ធសាសនាវិញដូចខ្ញុំកណាអាត្មាភាពនេះតែតែប្រកាសប្រាប់ព្រះសង្ឃទូទៅតែខ្ញុំកណានេះមកពីស្រុកក្រៅលំនៅជនបទទេមិនមែនរាជធានីទេប្រកាសថាអញ្ចឹងដើម្បីឲ្យព្រះអង្គស្គាល់វិញអ្នកជនបទនេះចេះអីដឹងអីបណ្ណានិយាយទៅគេអត់ស្ដាប់គេអត់ស្ដាប់ទេគេវាយប្រហារបៀតបៀនតេះទីមកគ្រប់តែខ្ញុំកណានិយាយនៅឯងមកពីថាខ្ញុំណាអ្នកស្រែអត់មានតម្លៃអីទេដូចជាខ្ញុំកណានិយាយតាមពីការចម្រើនព្រះបរិត្តក្នុងរាជពិធីយើងចម្រើនអត់ត្រូវទេចម្រើនខុសមានគេវាយប្រហារខ្ញុំណាថាខ្ញុំណាយកទំនៀមទម្លាប់សៀមយកមកសាប្រោះនៅក្នុងព្រះរាជវាំងខ្មែរគេវាយប្រហារចឹងខ្ញុំណាមានសំអាងគ្រប់គ្រាន់ដែលសំដែងនេះនៅក្នុងកម្ពុជាសូរិយា
លេខ52ឆ្នាំ1998នេះមាននិយាយអំពីការចម្រើនព្រះបរិត្តថ្វាយព្រះពរឲ្យព្រះមហាក្សត្រព្រះអង្គចំណាប់បង្ហាញដល់គេបញ្ជាឧទានព្រោះនេះមាននៅក្នុងមហាធម្មសាស្ត្រដែលមហាបាសិកាសុខអ៊ីនបានបោះពុំផ្សាយនោះក៏មានរេចវិធីនៅហ្នឹងបានមានលោកអាចារ្យសេងខៀងហ្នឹងសេងខៀងហ្នឹងមានប្រកាសណាអត់ណាស្គាល់អាចារ្យសេងខៀងតាមខ្ញុំណាដឹងថាដូចជាមន្ត្រីក្នុងក្រសួងការងារផងហើយវាធ្វើអាចារ្យក្នុងបរមរាជវាំងវាយប្រហារចំណាអូមើលងាយដូចខ្ញុំកណានេះមនុស្សចាស់អាយុជាង80ទៅហើយឆ្លងកាត់5សង្គមហើយរាជានិយមសាធារណរដ្ឋកម្ពុជាប្រជាធិបតេយ្យរដ្ឋកម្ពុជាឆ្វែលដល់មករាជានិយមវិញបានតែមនុស្សចាស់នេះមិនចាស់កំរិលចាស់កំរក់ទេមិនចាស់ក្នុងទីមស្រាទេមិនចាស់ក្នុងល្បែងការ៉ាអូខេទេនេះសំជា5ចាស់ចាស់នេះគឺចាស់ប្រធាចាបើពលខ្លះដូចជាមនុស្សបាតសង្គមហើយក៏ចាំកណាបួសតាំងពីឆ្នាំ1962មកសកលសម្ដេចអគ្គសង្ឃរាជសម្ដេចអគ្គសង្ឃរាជទីវលោកបួសមកហើយសម្ដេចសំបរិជ្ជាទោសម្ដេចព្រះអភិសិរីព្រះសង្ឃរាជខាងគណៈធម្មយុត្តសំទោសលោកចាស់ព្រោះសម្ដេចអភិសិរីនេះនៅពីក្មេងរៀនជាមួយគ្នាសាលាបឋមសិក្សាវត្តបនជួបខ្ញុំណាលោកនិយាយថាលោកប្អូនខ្ញុំណា2ឆ្នាំខៀងសេកនេះគេថាខ្ញុំណាថាលោកសោតខំមានចង់សម្ដៅទៅលើសម្ដេចអភិសិរីនិងសម្ដេចមហាសង្ឃរាជទេវវង្សខ្ញុំណាតែអត់បានថាទេថាទៅលោកគេសោតខុសបើខ្ញុំណាសំណុំប្រវត្តិសម្ដេចអភិសិរីមហាសង្ឃរាជខាងធម្មយុត្តនេះលោកប្អូនចំណា2ឆ្នាំចំណានិយាយលេងថាមកចុះសម្ដេចត្រូវហៅណាលោកបងសម័យដែលលោកត្រង់ភ្នំនៅលោកពូឆ្នាំណាអត់បានសួរទេបួននៅវត្តបច្ឆាបាត់ដំបងពេលសម្ដេចអគ្គសង្ឃរាជទេវវង្សលោកបួសឆ្នាំ50ប្លាយហើយមុនខ្ញុំណាឧបជាជាមួយគ្នាក្នុងពេលនោះសម្ដេចព្រះមហាសង្ឃរាជទាំងពីររូបនេះជាភិក្ខុសាមញ្ញសត្វសាស្ត្រអត់មានអាណាស្គាល់ទេលោកអត់បានចូលមកវាំងមកអីទេអានេះនិយាយពីប្រវត្តិមិនប្រមាថងាកងាកទេបាទរកពីសម័យហ្នឹងលោកនៅជាភិក្ខុសាមញ្ញធម្មតាដែលមានអាណាស្គាល់អត់បាននិមន្តចូលវាំងយកអីទេទើបដល់មកសម័យនេះទៅលោកបានទទួលឋានៈរក្សាជាអគ្គមហាសង្ឃរាជទាំងពីររូបទៅពេលបានគេថាខ្ញុំណានេះថាខ្ញុំណានេះធ្លាប់បានចូលវាំងដែរនេះអីនេះសេងខៀងហើយសេងខៀងខ្ញុំណាពិតមែនមិនបានចូលវាំងតែខ្ញុំកណាសិក្សារៀនសូត្រដឹងច្បាស់ព្រោះខ្ញុំណាស្រឡាញ់ពុទ្ធសាសនារៀនពុទ្ធសាសនាតាំងពីមុនបួសពេលមុនបួសរៀនពុទ្ធសាសនាខ្ញុំណាបានចេះបានដឹងដូចពិធីចូលវាំងនេះចំណារៀនពីគ្រូធម្មអនុវត្តបុត្រងុយលោកគ្រូសូត្រស្ដាំវត្តវិភេធារាមលោកស្លេងនិមន្តចូលកណ្ដាលបានលោកសូត្របល័យថ្វាយព្រះពរប្រកាសណាហ្នឹងឲ្យស្ដាប់ដល់ណាក៏ចង់ចាំទៅរៀនបានពេលម្យ៉ាងទៀតធ្លាប់បានស្ដាប់សម្ដេចមហាសង្ឃរាជជួនណាលោកចម្រើនព្រះបរិត្តនៅក្នុងព្រះបរមរាជវាំងយ៉ាងម៉េចខ្ញុំណាចាំបានចម្រើនព្រះបរិត្តនៅក្នុងព្រះបរមរាជវាំងមុនដំបូង
ប្រធេរៈលោកប្រទានសិលចំពោះប្រការណាជាអម្ចាស់ជីវិតប្រទានសិលបាំងផ្លែតដល់សូត្របរិត្តអត់មានបាំងផ្លែតទេដល់រួចហើយព្រះមហាថេរមានសម្ដេចព្រះអមហាសង្ឃរាជជួនណាលោកសូត្របល័យខាងដើមសូត្រសរជាងសូត្រតែអង្គឯងទេសូត្រសរជាងសក្សេនាងសពន្ធំនរិន្ទាំងបរិតានុភាវោសតិរខតោទេបរិតវានមេតាំងសមេតាភេតន្តាវិខតចិត្តតាបរិតាំងភេណន្តោប្រែសេចក្តីធនិកដល់ចម្រើនទាំងឡាយជាអ្នកប្រកបដោយមេត្តាចូលផ្សាយនៅមេត្តាចិត្តដោយគិតដូច្នេះថាសូមអនុភាពនៃព្រះបរិត្តព្រះសានុព្រះមហាក្សត្រជាធំជាងនរជនព្រមទាំងរាជសម្បត្តិព្រមទាំងសេនាមាត្យព្រមទាំងព្រះរាជវង្សានុវង្សសពកាលតរៀងទៅហើយកុំមានចិត្តរាយមាយចូលសូត្រនៅព្រះបរិត្តនេះដាស់ជូនព្រះសង្ឃដែលទៅសូត្របរិត្តឲ្យតាំងចិត្តមេត្តាចឹងបានសូត្រមកសមន្តាចក្រវាលេសូត្រតមកទៀតលោកសូត្រភ្ជាប់ទៅអស់បើសូត្រពិធីវិជាបរិត្តគឺសូត្រទៅសមន្តាចក្រវាលេសូត្រទេហើយព្រះសង្ឃតែលោកសូត្រនឹងថ្ងៃអាចារ្យដណ្ដើមយកធ្វើលោកទៅសូត្រមានអាចារ្យណាគេសូត្រសមន្តាដែរមិនសកេកាមេនេះព្រះសង្ឃតែលោកត្រូវសូត្រប៉ុន្តែអាចារ្យដណ្ដើមយកទៅសូត្រអាចារ្យបើយកទៅសូត្រក៏សូត្រចាំបើសូត្រក្នុងពិធីខ្លួនបួងសួងឲ្យទៅយកសូត្រដល់មកសូត្រប្រកាសឲ្យប្រសង់សូត្របរិត្តខ្លួនអ្នកសូត្រសកេអញ្ជើញទេវតាវាខំតែពីឯណាដែលជាពាក្យព្រះសក្យមនីដល់ប្រសាទឲ្យយើងនឹងសូត្រឥឡូវនេះគឺព្រះសង្ឃឯងលោកអ្នកទាំងឡាយឲ្យចម្រើនចូលស្ដាប់នៅប្រធឿនដោយសេចក្តីគោរពប្រែចឹងបើធ្វើសកេត្រូវប្រសង់ដល់លោកសូត្របើវាជាប្រពៃណីទៅចេះតែធ្វើតតាមគ្នាទៅអត់បានគិតគូរអីទេដល់យើងចាប់ផ្ដើមនិយាយគឺថាយើងលុបបំបត្តិប្រពៃណីពីបុរាណប្រពៃណីបុរាណមិនចេះតែត្រូវឯណាកន្លែងខ្លះខុសយើងមិនគួរកាន់យកបានគេថាបុរាណมันមានបុរាណអាចារ្យនិងបុរាណកតេបុរាណអាចារ្យបុរាណគម្ពីរដីកាបត្រៃពិដកបុរាណកតេគឺគំនិតរបស់មនុស្សទេយល់ឃើញតែចេះសពចេះតែធ្វើទៅអានឹងមានត្រូវខ្លះខុសខ្លះមិនគួរកាន់យកទេនេះខ្ញុំណាទូលចឹងនេះបានថាព្រះបរិត្តនៅក្នុងវៀងគឺបាត់បង់ហើយគេថាខ្ញុំកណានេះយកមកគេថាមន្ត្រីសង្ឃពេញមួយប្រទេសកំពុងតែដកកចំហប្រឹងមាត់ស្ដាប់នៅម៉ោងចិត្តឆាន់ហើយនិយាយពីអាចថ្ងៃនោះកណានិយាយពីអាចារ្យនឹងតែឆ្កែនឹងអាចញាក់នឹងសាច់លោកសង្ឃនឹងសូមហ្នឹងគេថាខ្ញុំណាយកពីអាចមកនិយាយប្រសឹងលោកចិត្តឆាន់ហើយខ្ពើមឆ្អើមឆាន់បាននេះស្ដីសៀងខេអសៀងខេសែងខេសែងខេណាពេលគួរតែសែងខេហ្នឹងគួរតែគិតពិចារណាខ្លួនអាយុប្រមាណហើយគូបានប្រមាណឆ្នាំរៀនបានប្រមាណវាយប្រហាខ្ញុំកណាដែលជាមនុស្សចាស់បងគិតមើលនិយាយថាមហាថេរដែលសម្ដេចទៅនឹងឡើងសម្ដៅទៅលើអង្គណាបច្ចុប្បន្នអ្នកតាំងធ្វើបរិត្តនៅក្នុងវៀងគឺសម្ដេចព្រះអភិសិរិយគុណសុខគុណធាធិបតីគណៈធម្មយុត្តឬលោកចង់ថាពីមុនបើពីមុនគឺសម្ដេចអគ្គមហាសង្ឃរាជាធិបតីគណៈមហានិកាយជាឪពុកមេគេបញ្ជាក់ថាជាមេចង់ថាឲ្យអង្គណាប្រកបគេសួរតែចិត្តដោយសម្រាប់សម្ដេចទាំងពីរអង្គខ្ញុំនាំអតីតនីតិហើយសម័យនោះលោកជាភិក្ខុសាមញ្ញធម្មតាទេដែលមានអាណាស្គាល់បងទើបដល់មកសម័យទេដែលលោកបានទទួលឋានន្តរស័ក្តិជាធំចំណែកនិយាយនេះមិនមែនប្រមាថងាយលោកតែបើលើករឿងនេះទៀតឲ្យដល់ឲ្យយល់ការចម្រើនព្រះបរិត្តនៅក្នុងរាជដំណាក់ខ្មែរនិងរាជសំណាក់សៀមគឺមិនអាចដូចគ្នាទេរឿងអី
បានជាចង់ឲ្យរាជសំណាក់ខ្មែរធ្វើតាមរាជសំណាក់សៀមលំអាននិយាយថ្លាថ្លែងមកទាំងនេះក្នុងចំណោមបណ្ដានៃសង្ឃគ្រប់និគមគឺជាវិធីសៀមធ្វើបច្ចុប្បន្នមិនមែនប្រកាសថាជាទំនៀមខ្មែរពីមុនសង្គ្រាមទេមុនសង្គ្រាមតាសម័យខ្លួនបានចូលវាំងទេនិយាយអំណាចថាពីមុនសម័យខ្លួនបានចូលវាំងទេសម្ដេចសៀងខេងនឹងនិយាយសត្វតែខ្លួនអត់មានគោរពអីទេនេះគិតមើលរហូតដល់មកនាំយកបរិទ្ធនៅក្នុងវាំងឬបានដឹងថាវាំងសូត្រកខកោខងោមកពីសៀមហើយសូមកុំឲ្យយកទំនៀមសៀមមកឲ្យវិលវល់នៅក្នុងព្រះបរមរាជវាំងគិតមើលបាទគួរតែសិក្សារៀនសូត្រពីមនុស្សចាស់តែបានញ៉ាំណាតាចំណានេះអ្នកស្រែតែនិយាយអីក៏គេមើលងាយដែរដាក់ខ្លួនចឹងដោយស្អីសៀងខៀងនេះមើលងាយពេញក្បាលខ្ញុំកណាបានណែនាំប្រសងវត្តអត្វីខេត្តសៀមរាបពួកបដិបទាការដែលបដិបត្តិបូកវាប្រះចាកពីពុទ្ធសាសនានឹងឆ្ងាយដូចបួសសាមណេរអត់មានជាពោទេមានតែសម្ពុតនោះណាពួយការលោកសូត្រធ្វើសំនៀងសៀមទាំងអស់នឹងសប្តាហ៍ថ្ងៃដែរខេត្តសៀមរាបមិនមែនតែវត្តអត្វីទេមានវត្តក្នុងស្រុកពូ7 8វត្តទៀតនៅតែសូត្រតាមសៀមយ៉ាងវិញមិនអ្នកឯណាអនុគន្ធស្រុកនឹងឯងនឹងគេសូត្រអនុគន្ធស្រុកពូថាលោកសូត្រតាមបុរាណគ្រូរបស់លោកកំបិតមកពីមកចូលយើងលោកសូត្រតាមយើងវត្តលោកសូត្រតាមសៀមទាំងអស់ថាបុអញ្ញេចំនោះមិនបាច់ចាំបញ្ឆេតបញ្ឈៀងអីទេបើនៅតែបានណែនាំដែលបើប្រសងវត្តអធិរានាំលោកមកណែនាំទៅពីការក្រងចៃវរអីឲ្យត្រឹមត្រូវតែត្រឹមត្រូវនេះកែងដៃឆ្វេងឲ្យជាចៃវរបិទបាំងដៃឆ្វេងមិនឲ្យនៅស្មាកណ្ដាលវាទេត្រូវអត់ទៅគាត់និយាយពីវិន័យប្រាប់លោកវិញនិយាយពីអានធ្វើសូត្រធ្វើកាលណាវាខកអក្ខរាវិរុទ្ធសទ្ធិជាធិនិករុលហុទីធរសាអីក៏ត្រូវអាបាត់ទុកគាត់រើតែខុសហ្នឹងឯងពុទ្ធលោកគៀបសង្កត់ចិត្តដើម្បីកុំឲ្យពូពិខុននោះប្រហែលធ្វើសូត្រធ្វើមកខកអក្ខរាវិរុទ្ធអត់ដូចសង្ហាយើងមើលសំបីតសូននមោទសាស្ដាប់មកមែនតែណាសូត្រត្រូវប្រមាណតែលោកសង្ឃក៏សូត្រខុសដែរនមោតាសភគវៈតោអរហតោសម្មាសម្ពុទ្ធខ្ញុំសម្មាសម្ពុទ្ធផ្សេងជាអ្នកតម្រួតថាសម្មាសម្ពុទ្ធត្រូវអាបត្តិនឹងប្រមាណទៅក៏ខុសហើយយើងកែតម្រង់លោកជាងពេលលោកទទួលយកបានទៅវិញលោកកែប្រែយ៉ាងធ្វើតាមយើងណែនាំលោកទទួលយកបានសាមណេរលោកឲ្យមានជាពោឲ្យប្រែជាពោបានទៅលោកទទួលយកបានប៉ុន្តែមានអបសក់មួយនឹងខាងបុរាណវិទ្យាហ្នឹងក្មេងធ្វើការអញ្ញាធោអប្សរាឈ្មោះអីចាឈ្មោះអ៊ីអឿនសក់យកភ្លេចឈ្មោះឈ្មោះអឿនវិបុលសុខំបុរាណវិទ្យាគឺថាកណាគេថាចំណានេះគៀបសង្កត់បំបត្តិវប្បធម៌បុរាណនេះបានតាំងចេះតែពេកវាយបហាអីបង្ហោះ Facebook ពេញណាពេញណៃវាមិនដឹងថាវប្បធម៌ពុទ្ធសាសនាផ្សេងវប្បធម៌របស់ខ្មែរផ្សេងវាអត់យល់បាទខ្ញុំណាហៅទៅក៏ទូលមាន
បញ្យល់5ហ្នឹងថាអាយុរបស់អញនេះច្រើនជាងប្រហែលសកលតាអញបងឪឲ្យទៅទៀតនឹងអីអាខ្លួនឯងចេះបន្តិចកំពេចឡើងតម្កើងខ្លួនស្ទើរចិនស្ទើរយួនស្ទើរពាក់ខ្លួនស្ទើរពាក់ខ្លួនស្ទើរបាំងឆាប់ណាសិក្សារៀនសតទៀតមិនទាន់ចេះគ្រប់គ្រាន់ទេវាមនុស្សអញ្ចឹងទៅនៅក្នុងពួកក្រុមណាយកទៅមើលងាយគេទាំងអស់ដូចថាវាចេះណាស់ដឹងណាស់តែណាទៅទូនមាននៅក្រុមអាញាធរអប្សរាព្រះអានឹងធ្វើការក្នុងវត្តបោនឹងឯងអាទៅសម្អាតរូបគំនូនៅក្នុងវត្តបោសម្អាតជាងនឹងអង្គទៅមើលមកបារអានឹងចំបានអត់បានហៅវាមកទូលមានមកប្រើសម្ដីខ្លាំងដែរប្រើសម្ដីរាជវាទទៅលើវានិយាយឯងអញអីបាននិយាយសម្ដីអបណ្ឌិតទេនេះពីរឿងដែលគេមើលងាយណាស់បានអាស្រ័យហេតុនេះខ្ញុំកណាសំថ្វាយគុំសម្ដេចព្រះសង្ឃព្រះនាយកជាបិតាសង្ឃគួរអាស្រ័យតេតងយ៉ាងណានឹងព្រះបរមរាជវាំងដើម្បីរៀបចំសូត្របរិត្តបានត្រឹមត្រូវតាមប្រវេណីរបស់យើងវិញព្រោះព្រះមហាក្សត្រដែលលោកក្រុងរាជក្រោយក៏លោកនៅក្មេងណាលោកអត់ដឹងទេហើយតាមតាអាចារ្យដឹកនាំទៅបើសិនយើងទូលលោកអីទៅលោកអាចយល់ព្រមលោកมันទៅទឹងឯងទេនេះព្រះអង្គឯកសារនៅក្នុងកម្ពុជាសុរិយាណានេះបល័យថ្វាយពពកប្រចាប់ហើយព្រះមហាថេរលោកចាប់ផតានមោទនីហើយផតានមោទនីក្នុងរាជពិធីមិនដូចយើងហ្នឹងទេអេជាតាំងបតិតាំងប្រមាណនោះ2ដងកប្បាចន្ទោបណរសោព្រះអង្គម្ដងមកចាប់ពីដើមទីដល់ដើមកប្បាមនីជោតែរសោយថា2វាអត់រួមនេះទេបានអនុថែលោកទទួលសពិតយោទៅព្រះសង្ឃទាំងអស់ក៏សូត្រព្រមនេះទៅបែបបាត់ចឹងដល់ចាប់ផតានមោទនីហើយប្រធេរៈលោកសូត្រថ្វាយពពកអតិរេកថាអតិរេកវាសតាំងជីវតោអតិរេកវាសតាំងជីវតោអតិរេកវាសតាំងជីវតោទីខាយុកោហតោអរោគោហតោសុខតោហតោវរមិន្ទមហារាជណូសទ្ធិកិច្ចាំងសទ្ធិកម្មੰសទ្ធិកម្មੰសជាយ៉ាងនិជោសទ្ធិកម្មੰសទ្ធិកិច្ចាំងសទ្ធិកម្មੰសទ្ធិលាភោជាយោនិចាំងបរមិន្ទមហារាជវិរសភវតុសពតិពេលលោកសូមថាសូមថ្វាយព្រះពរអនុថែចាប់ភវតុសពទៅរងទៅលោកទៅមានបែបមានប៉ុននេះនៅក្នុងចេសនាវត្តមានឯកសារច្បាស់លាស់បានសូមឲ្យសៀងខេងហ្នឹងធ្វើការក្នុងក្រសួងផងគួរតែមេនោះបើមានខៀងស្អីនឹងផងឯកឧត្តមដែលជាប្រធានថានៅក្នុងក្រសួងការងារសូមឲ្យទូលមានពីម្ដងបើមិនមែនចេះតែឯងទេនេះសូមផ្ដាំទៅខៀងស្អីហ្នឹងបើបានស្ដាប់ហើយពិចារណាគិតមើលនៅក្នុងណាសូមឆ្លើយតបនឹងសៀងខេងប៉ុណ្ណាបើខ្ញុំកណាជាមនុស្សតែគេមើលងាយតែនិយាយរឿងអញក៏គេមើលងាយដែរគ្រប់តែរឿងមកថាពីអ្នកស្រែបានខ្ញុំណាស់ជាប្រកាសប្រាប់ថាខ្ញុំណាអ្នកស្រែទេវិញមួយយ៉ាងទៀតសំទូលពីរឿងអាណានិគមរបស់សៀមនេះត្រួតត្រាគ្រប់គ្រងខេត្តសៀមរាបនិងខេត្តបាត់ដំបងច្រើនណាស់ណាអាណានិគមសៀមខេត្តសៀមរាបខេត្តបាត់ដំបងនេះមិនដែលទទួលយកច្បាប់ទន្លប់អីពីរាជការពីភ្នំពេញអត់មានទេគឺទទួលយកតែពីសៀមទាំងអស់ហើយនៅខាងបាត់ដំបងមានលោកធីសាកថាថន
ឈុំជាស្ដេចក្រាញ់នៅសៀមរាបមានលោកអង្គរយ៉ែមអង្គរមួងអង្គរអ៊ឹមអង្គរថាប់គេតែងតាំងពីបកកមកស្ដេចត្រាញ់ណែពួកនឹងមានអំណាចកាប់បានសម្លាប់បានអត់មានទៅណាទៀតទេទៅក្នុងនោះលោកថាថតដូចគ្នាសៀមរាបដូចតែគ្នាក៏រំងាការអីទៅទទួលពីបង្កតែពីសៀមរាបទៅបង្កតែ400គីឡូទេសម័យហ្នឹងទៅទទួលងារការអីជិះទៅតម្រៃបរទេសទេដូចជាមន្ត្រីសង្ឃក្នុងខេត្តសៀមរាបក៏រំលោកមាន2នៅអីវ៉ាន់អង្គរណាវត្តអង្គរខាងត្បូងឈ្មោះព្រះសុខមង្គលវត្តអង្គរខាងជើងឈ្មោះព្រះសីលាចារ្យ2អង្គចាស័ក្តិសម្ដែងដល់រើរូបមករៀបចំទីក្រុងថ្មីនៅសៀមរាបគេសរុបព្រះសុខមង្គលសីលាចារ្យហ្នឹងតែមួយរូបគេយកនាមទាំងពីរមកបូកគ្នាក៏រំងាហ្នឹងដូចជាវត្តខ្ញុំណានេះជាមីគន់បើទៅទទួលក្រមងារជាសម្ដេចដែរទៅទទួលងារពីបង្កប់មកងារជាសម្ដេចព្រះសុខមង្គលសីលាចារ្យធម្មធិរាមហាមង្គលវិមលសេដ្ឋាកម្ពុជាសាសនវង្សរាជាគណៈវត្តរាជបោស្រុកនគរសៀមរាបនេះក្រុមងារគេតាំងសៀមបានសៀមរាបបាត់ដំបងនៅក្រៅអាណានិគមរបស់សៀមយូរតែតាំងពីថ្ងៃទី11ខែមីនាឆ្នាំ1941ភាគីបារាំងព្រមប្រគល់ទឹកដីខេត្តបាត់ដំបងទាំងមូលខេត្តសៀមរាបទាំងមូលមួយភាគធំលើកលែងតែស្រុកពូតំបន់អង្គរស្រុកសូត្រនិគមស្រុកជីក្រែងខេត្តកំពង់ធំភាគខាងជើងស្រុកជាំផ្សានស្រុកឆែបសប្តាហ៍ថ្ងៃស្ថិតនៅក្នុងខេត្តព្រះវិហារនិងទឹកដីខេត្តស្ទឹងត្រែងមកជួលដល់ទីនោះហើយនៅបានអន្តិចរបស់សៀមរាបបាត់ដំបងបានពេញទាំងអស់ប៉ែកខាងលិចទន្លេមេគង្គទាំងអស់ដែលសរុបទាំងអស់មានទំហំប្រមាណជា60000គីឡូម៉ែត្រការ៉េគឺស្មើនឹង1/3នៃផ្នែកប្រទេសសប្តាហ៍ថ្ងៃតាមការទាមទាររបស់ថៃទន្ទឹមគ្នានេះដែរប្រជារាស្ត្រខ្មែរប្រមាណកន្លះលានក៏ធ្លាក់ទៅនៅក្រោមការគ្រប់គ្រងត្រួតត្រារបស់រដ្ឋរាជរដ្ឋាភិបាលសៀមដែរនៅឆ្នាំ1945ជប៉ុនចាញ់សង្គ្រាមត្រូវបារាំងគៀបសង្កត់ឲ្យប្រគល់ដើមដីមកវិញតែរហូតដល់ខែវិច្ឆិកាឆ្នាំ1946ទើបសៀមព្រមប្រគល់ដីឲ្យទៅនោះមកវិញចំណាកកាល1942សៀមប្រគល់ឲ្យមក1946ណាវិញនៅក្រោមអាណានិគមសៀមទាំងអស់ត្រួតត្រាបានជាប្រសង់នៅបាត់ដំបងនិងសៀមរាបសូត្រធ្វើសៀមទាំងអស់សំបីតែឃ្លុំទេក៏ឃ្លុំសៀមដែរឃ្លុំរំដៃបានឃ្លុំដែលយើងសប្តាហ៍ទេយកឃ្លុំសៀមគៀបឃ្លៀងវត្តបោណាំណាហ្នឹងពីមុនមិនឃ្លុំគៀបឃ្លៀដែរឃ្លុំណាពូ1960ឃ្លុំគៀបឃ្លៀដែរសម័យណាវត្តរាជបោនឹងហើយនៅក្រោមអាណានិគមសៀមដូចតែគ្នាយ៉ាងឯងសូត្រធើក៏សូត្រអច្ឆមេយាវន្ទាក៏វន្ថាអធិនាថានាវេសូត្រសៀមទាំងអស់តែលោកគ្រូប្រសពសមុពន្ធសមុអនុពន្ធហ៊ីងម៉ៅទេលោកកែប្រែពេលលោកកែប្រែលោកប្រាប់ញោមញាតបរិស័ទដែរមុនថ្ងៃសេលលោកថានិយាយតាអើយអាត្មាអោយសេលជាភាសាខ្មែរហើយកែប្រែជប់អោយស៊ីមកលោកប្រកាសจะខ្លាចនិយាយតាប្រតិកម្មបើនិយាយតាពេលនោះឲ្យគោរពលោកគ្រូបាទមិនអីទេដែលគុណម្ចាស់សពតិថាលំអិចត្រឹមត្រូវក៏និមន្តចុះខ្ញុំណាអត់ចិនទើទេបានលោកកែប្រែមកជាខ្មែរទាំងអស់លោកកែប្រែមកណារួចលោកគ្រូសមុគន្ធហ៊ីម៉ៅឲ្យលោកឲ្យរៀនធម្មៈមកគេលោកបង្កើតសាលាមួយរៀនធម្មៈនៅវត្តបូរនៅស្ដាប់អី
ទៅលោកទទួលយកចឹងដល់វត្តដទៃទៀតអត់ទេណៅទៅរឹងចឹងឯងដូចព្រះគ្រូសមុគន្ធសមុអនុគន្ធហិម៉ៅនេះលោកជាឧបជាធ្វើឧបជាប្រមូលដល់ទៅវត្តបលាំងរាំងសីស្រុកពួតនោះវត្តនេះវត្តព្រះអង្គត្រង់វត្តពលិតវត្តកម្មវត្តនេះរូបសត្វឧបជាហិម៉ៅទៅប្រមូលទាំងអស់ណាចាប៉ុន្តែលោកកែប្រែទៅវត្តអតិថិអត់មានកែប្រែនៅតែរហូតដល់មកបច្ចុប្បន្ននេះដល់ចំណាដឹកនាំឲ្យត្រឹមត្រូវទៅគេថាចំណាទៅគៀបសង្កត់លោកចុះព្រះសម្មាសម្ពុទ្ធលោកគៀបសង្កត់តែតាឃើញអីដល់ចំណាលោកគៀបសង្កត់ដល់ពូភិក្ខុនៅដោយធ្វើដោយវិន័យហ្នឹងឯងដោយចំណាណែនាំលោកឲ្យត្រឹមត្រូវទៅតាមធ្វើវិន័យវប្បធម៌របស់ពុទ្ធសាសនាទេនេះចំណាសំទូលអញ្ចឹងបើសម័យអង្គលោកទទួលយកបានហើយដោយវត្តអរញ្ញសាគរវត្តឲ្យអាវ៉ាទៅលោកទទួលយកព្រាមក៏ដោយវត្តអរញ្ញសាគរលោកចេញក្រៅវត្តមិនដែលខ្លុំទេក្រងដល់ពេញស្រុកពេញភូមិដល់ហៅលោកមកណែនាំទៅនិយាយប្រាប់ពីវិន័យលោកទទួលយកបានទៅលោកឲ្យខ្លុំទាំងអស់ទាំងសាមណេរទាំងភិក្ខុខ្លុំទាំងអស់វិញនៅអភិធម្មខ្មោចអភិធម្មនាំផ្លូវហ្នឹងក៏ក្រងដែរខ្ញុំថាមិនត្រូវទេពីប្រធេរៈពីចាស់លោកពាក្យសង្កដីក្នុងវិញលោកក៏វត្តវត្តធន់ទ្រូងសង្កត់ដល់លោកខ្លុំជីវរសង្កត់ពីក្រៅនោះតែយកត្រៃ3ទៅណាអត់ដល់យើងមកធ្វើចេះវាសណ្ដែតខ្លួនកណ្ដាលវាតែអត់រួចពីអាបត្តិទេប្រាប់កិច្ចរបស់លោកសត្វគ្រប់លោកទទួលយកបានបើប្រយ៉ាប់អានេះបុរាណវិជារវៃឯខ្មាស់តែឌីជាស្អីទៀតបើថាមិនអីទេបើសង់នៅក្នុងខេត្តសៀមរាបដែលសូត្រធ្វើសៀមអីទាំងបានខ្ញុំណាសង្ឃឹមដល់ខ្ញុំណានឹងបញ្យល់ណែនាំលោកបើឲ្យប្រព្រឹត្តទៅបានអុយនឹងនិមន្តលោកឲ្យមករៀនសូត្រធ្វើទេឲ្យអនុព័ន្ធក្រុងសៀមរាបនោះឲ្យលោកមករៀនសូត្រធ្វើឲ្យត្រូវតាមអក្ខរាវិរុទ្ធចេញជានេះពីសង្គមចាស់ណាប្រកាសណាគ្រប់អង្គសម្ដេចសង្ឃនេះឆ្មាហៅឲ្យមករៀនធ្វើសូត្រសង្យោគតាមអក្ខរាវិរុទ្ធទីខរស័ព្យជាជាអ្នកតម្រួតថាតែត្រូវប្រសំមកស្រុកខ្មែរសូត្រត្រូវគ្នាទាំងអស់មកស្រុកខ្មែរមកសូត្រត្រូវគេសូត្រមានច្បាប់មានទម្លាប់គេដល់ឥឡូវអត់ទៅសូត្រត្រូវអត់ទៅមានសូត្រត្រូវតែអុយពួកបុរាណក្នុងសៀមរាបនោះនឹងបាច់ដែរអេវមេសតាំងសូត្រអេវម៉ែសូត្រតាមខ្ញុំថាបល័យមានស្រាไปอารามณปัจจโยแล้วรู้สึกอารามบอลปัจจโยหรืออารามบอลปัจจโยว่ามันจังถ้าลูกเห็นตามลูกครูลูกก็เรื่องใหญ่เยอะก็ดังใหญ่ทำให้ลูกปัจจัยความตูนเมียนอบรมลูกแล้วดับใบอ้อยลูกย้อนแต่ลูกย้อนบ้านลูกกันโยกบ้านนึกบ้านเชี่ยขนมทางกิจเมตเราเอาจำรันปัญญามุนบ้านตัวโยกเราตีตีบ้านนึกจำนาสมตูจังเป็นมายาตีดยัยปีประสังขมายเต้าประเทศภูมินอกไปเคยเป็นนอกเป็นพระองค์ให้มันเถิดนะโลกเตอศึกษาปฏิบัติเถิดเอาภูมิโลกเตอโลกปฏิบัติตามภูมิตอนโลกตลอดมาสระไว้โลกปฏิบัติตามขมายแล้วแต่อัดเมียนตกลมชาวลูกเก่าไอ้ออกตามประเพณีหรือออกใหม่พอเมียนมากรมที่ตำน้ำโยวับเธอนะไอ้หมอจำน้ำเมียนลูกวัดโบมาอ๋องเต้าผู้เมียได้พอเมียนลูกนวัดโบได้สระลูกนไอ้กระโปรงจ้ามาลูกไอ้นะสังตรายมอไว้อัดกอรุมจามเดมอทวายกุ้มยำนาไปเจอโปไอ้ที่ปราบแบบมอทวายกุ้มยำนายำนาท่าcho lũ ấy cái lũ xong của mày mấy bạn chỉ lũ ấy nằm vào bờ thưa phụ mỹ màu cái thà chả cái thà pro phụ mỹ á cái bạn gìแต่lũ xong của mày nó chết trong bộ bột không bị này mới lại co rùm cháo mình à cái lũ xong của mày nó chết trong bộ bột lũ gì thà chả bạn cái nào bây giờ thằng mày ăn bên này phải thế lũ ấy
ខ្មែរមានអ្នកប្រាជ្ញលោកប្រែកំពីបត្រៃគេដកគ្រប់ទាំងព្រះវិន័យប្រសោតទាំងអស់ចាស់លោកប្រែក្នុងព្រះវិន័យមិនឃើញទេឲ្យពួកអ្នកដែលបព្វជិបេខៈដែលត្រូវពួរត្រូវធ្វើអីខ្លះអាមានកសក់កពុកមិនពុកចង្ការចិញ្ចាមអត់មានឲ្យកទេណាសម្ដេចសង្ឃរាជជនណាក៏លោកមានតែព្រះបន្ទូលរឿងហ្នឹងដែរតែក្នុងវិន័យគ្មានឲ្យកទេរំចាំប៉ុន្តែយើងគិតថានៅតែនឹងទុកធ្វើអីវាជាចន្លោះពុទ្ធបញ្ញត្តិពុទ្ធអនុញ្ញាតផងយើងអាចធ្វើបានដើម្បីឲ្យស្អាតល្អអង្គខ្លះឯរំចាំដល់ខ្មៅក្រាស់ខ្មៅមើលទៅដូចឆ្កែភ្នែក4បងមើលមែនទេមើលដូចឆ្កែភ្នែក4បានសម្ដេចសង្ឃរាជជនណាលោកថាអត់មានឲ្យកោទេរំចាំនឹងក៏បើយើងគេហៅសង្ឃបញ្ញាវាទុកដូចជាមិនសភាពសុពលភាពដូចពុទ្ធបញ្ញាដែរយើងកោទៅស្អាតលោកបានប្រាប់ចឹងដែរអត់មានទេក្នុងវិន័យប្រាប់ឲ្យតកោពុកមាត់ជាងការកោសក់កាត់កញ្ចក់ទេពេលលោកសង្ឃថ្ងៃខ្លះអត់កាត់កញ្ចក់ទៅកញ្ចក់វាយដូចមនុស្សស្រីឯងណាដល់គេទៅប្រទេសមកវាលោកអត់ចេះវិន័យแล้วបើចេះវិន័យតកោសក់ត្រូវកោពុកមាត់ពុកជាងការកាត់កញ្ចក់វាប្រមគ្នានឹងឯងអានេះជាវិន័យកិច្ចរបស់អ្នកដែលបួសត្រូវអនុវត្តគេត្រូវធ្វើចឹងបានបួសបានតែត្រូវបដិបត្តិបុណ្យគេណាបើឡើយវាចេះតែទៅបានចំណាថាអានឹងវប្បធម៌របស់ភូមិយកឲ្យទៅនាំចូលស្រុកខ្មែរឥឡូវស្រុកខ្មែរមានច្រើនណាស់លោកឯនាំវប្បធម៌ភូមិមកនៅឃើញអត់ករុំចាំកលិចកឡើងគិតថាជាខ្លួនអស្ចារ្យតែណានោះได้ខ្លួនថែរក្សាវប្បធម៌ប្រពៃណីរបស់ព្រះសង្ឃខ្មែរមិនអត់មានបានខ្ញុំណាសួរលោកនោះថាឲ្យដែរទៅស្រុកភូមិដែរឃើញលោកសង្ឃភូមិបណ្ដាមនុស្សស្រីដែរលោកថាឃើញតែដែរឃើញលោកសង្ឃភូមិបបួលអ្នកទៅផឹកស្រានៅកន្លែងគេលក់ស្រាដែរថាឃើញអាចមិនលោកឯងមិនថាអាក្រក់បើលោកឯងទៅជួយយន្តតែថាល្អលោកសង្ឃខ្មែរអត់ទាន់មានទេអត់ទាន់មានលោកណាបណ្ដាស្រីទេឲ្យគេឃើញទេលោកសង្ឃភូមិបណ្ដាស្រីដាក់មកពេលនាំគ្នាទៅផឹកស្រានៅកន្លែងហាងគេលក់ស្រាទៀតមិនល្អទាំងអស់ទេណាកន្លែងដែលល្អកន្លែងដែលមិនល្អគឺសូមអង្គឲ្យបន្តទៅលំមុនទៅសិក្សាវិបស្សនានៅភូមិណាកន្លែងដែលអាក្រក់ជាងយើងទៅទៀតសប្តាហ៍នេះពួកអ្នកដែលនាំវប្បធម៌ឥណ្ឌាមកវប្បធម៌ភូមិមកស្រុកខ្មែរនេះកាន់តែច្រើនហើយធ្វើតគ្នារៀបអនុសង្ឃវជ្ជរៈដាក់ចោលមកទៅសុំឲ្យប្រសង់ខ្មែរនោះក៏រុំចិញ្ចើមកុំទប់នៅតែអត់ស្ដាប់ពេលមានខ្លះទៅនាំយកបែបបត់ធឿភូមិនៅមកសល់ក្នុងចំណោមខ្មែរនេះទៀតអានោះបញ្ហាអញ្ចឹងបាទនឹងទាំងអស់គ្នាហ្នឹងនៅខេត្តណាស្រុកណាគឺនៅលើព្រះមេគន្ធអនុគន្ធនៅឯអប់រំលោកពេលព្រោះអនុសង្ឃវជ្ជរៈដាក់ចោលហើយនៅលើព្រះមេគន្ធអនុគន្ធនឹងឯងជាពិសេសគឺចៅអធិការវត្តនឹងឯងត្រូវណែនាំលោកនោះឲ្យប្រព្រឹត្តបដិបត្តិទៅតាមប្រពៃណីពុទ្ធសាសនានៅកម្ពុជាចឹងពីព្រោះព្រះចៅអធិការមេគន្ធអនុគន្ធទាំងអស់ជាសេនាធិការរបស់គណៈសង្ឃនាយកគណៈសង្ឃនាយកលោកមានបានទៅមើលណាលោកដឹងកិច្ចការអីតែពីចៅអធិការអនុគន្ធមេគន្ធអីរាយការណ៍មកលោកទទួលយកទៅពេលដល់សេនាធិការនោះស្ងៀមអត់អួលទៅមិនដឹងនៅលើយើងអ្នកទទួលក៏មកព្រឹកបច្ចុប្បន្ននឹងទៀតសម្ដេចព្រះសង្ឃនាយកលោកបង្កើនការសិក្សារៀនសូត្ររបស់ភិក្ខុសាមណេរនៅក្នុងពុទ្ធសាសនានេះព្រះអង្គយល់ថាការសិក្សានឹងជាឆ្អឹងទ្រូងរបស់ពុទ្ធសាសនាព្រះអង្គមានព្រះបន្ទូលទៅសុំឲ្យបន្ថយវត្តខ្លះដែលមានសំណង់ឲ្យមិនទៅហើយសុំឲ្យផ្អាកប៉ុណ្ណឹងសិនសុំឲ្យគិតពីការសិក្សារៀនសូត្ររបស់ព្រះសង្ឃឲ្យចេះដឹងក្នុងវិន័យណាចៅអធិការវត្ត
ឧបជាប្រធារៈមន្ត្រីសង្ឃតាំងពីថ្នាក់ក្រោមរហូតដល់មកថ្នាក់កំពូលគេហៅសង្ឃបិតាមានតែឧបទេសង្ឃបិតាត្រូវអប់រំឲ្យភិក្ខុសាមណេរនៅក្រមវត្តឲ្យសិក្សារៀនសូត្រឲ្យបានចំណេះចេះដឹងបើបណ្ដោយឲ្យពួកនេះល្ងងខ្លៅទោះអាបត្តិធ្លាក់មកលើអ្នកគ្រប់គ្រងទាំងអស់នេះប្រពុតលោកអញ្ញាគៀបសង្កត់អ្នកគ្រប់គ្រងយ៉ាងនេះណាណាក្នុងវិន័យហាមមិនឲ្យយកមនុស្សល្ងងមកធ្វើធំដាច់ខាតអត់បានបើយើងពីអតីតមក20-30ឆ្នាំមុនយើងមាននេះណាទោះបីជាមិនចេះដឹងក៏ជាផ្សេងផ្សំឲ្យធ្វើចៅអធិការវត្តទៅប៉ុន្តែបច្ចុប្បន្នសម័យមានព្រះសង្ឃបញ្ញវន្តសំច្រើនបើចាចាត់ជាគ្រូចៅអធិការជាស្អីសមឲ្យមានកម្រិតវប្បធម៌គ្រប់គ្រាន់ទៅតាមបែបពុទ្ធសាសនាទៅបានពុទ្ធសាសនានឹងគុំថ្កើងរុងរឿងបានយកតែមនុស្សល្ងងទៅធ្វើដែរអត់ទៅរួចទេតើមិនរួចទេដែលខ្ញុំណាសូមទូលគ្រប់អង្គហើយបើយើងបណ្ដុះបណ្ដាលព្រះសង្ឃឲ្យចេះដឹងដូចជាជួយដល់ប្រទេសជាតិដែរគេថាធនធានមនុស្សធនធានព្រះសង្ឃបើនៅជាព្រះសង្ឃក៏លោកចេះធ្វើចេះវិន័យនាំបរិស័ទឲ្យបប្រតិបត្តិល្អបើសឹកទៅជាកហឹកទៅជាប្រជាពលរដ្ឋដែលមានសមត្ថភាពគ្រប់គ្រាន់កសាងជីវភាពជាក្រុមគ្រួសាររបស់ខ្លួនឲ្យគុំត្រូវបានអានឹងវាមានហេតុសាងសាសនាដោយសាងជាតិដែរដែលខ្ញុំណាសូមទូលប៉ុណ្ណឹងเราដូចជាប៉ុណ្ណឹងចឹងណាច្រើនជាងនឹងទីខ្លាចគេមើលងាយទៀតចេះតែរៀបខ្លួនចូលខ្ញុំកណាសូមបញ្ចប់សេចក្តីអំពីវប្បធម៌របស់ពុទ្ធសាសនាថេរវាទយើងណាបញ្យល់ឲ្យក្នុងនឹងថាវប្បធម៌ពុទ្ធសាសនាថេរវាទនៅកម្ពុជានៅប្រែតំណងឲ្យយល់ស្ដាប់ដល់គ្នាកុំឲ្យច្រឡំនឹងវប្បធម៌របស់ជាតិវប្បធម៌របស់ជាតិផ្សេងវប្បធម៌ពុទ្ធសាសនាផ្សេងហើយពុទ្ធសាសនាមិនជាសាសនាបន់ស្រន់ទេអ្វីទាំងអស់ដែលយើងមានកើតពីយើងធ្វើទាំងអស់ដែលប្រពុតលោកបញ្រៀនឲ្យយើងធ្វើការវិពាករបស់ប្រពុតមិនចេះសាបសូន្យទេតាំងនៅលោកជានិច្ចសច្ចង្វេអមតាវាចាពាក្យពេចន៍គឺពុទ្ធសាសនាពាក្យពេចន៍ប្រកបណាស់អត់ចេះសាបសូន្យទេសតញ្ចធម្មោនជារងឧបេទេធម៌របស់សពរៈគឺពុទ្ធសាសនាមិនចេះចាស់ក្រំគ្រាទេចេះតែមានជីវិតតាំងនៅលើលោកចេះតែថ្មីទាន់សម័យជានិច្ចនឹងរកដើមកំណើតនឹងទីបញ្ចប់អត់ឃើញអមើលធម៌ដែលប្រពន្ធលោកសំដែងមកបើមនុស្សនៅក្នុងពិភពលោកប្រព្រឹត្តទៅតាមតែនឹងទាំងអស់គឺត្រូវចម្រើនបញ្ញាស្វែងរកបញ្ញាគ្រប់គ្នាព្រះអង្គមើលរដ្ឋាភិបាលគ្រប់ប្រទេសគេសាងសាលាឲ្យប្រជាពលរដ្ឋគេរៀនដើម្បីបំបត្តិសេចក្តីល្ងងនោះឲ្យអស់ទៅពុទ្ធិការបស់ព្រះពុទ្ធឲ្យមនុស្សសំបញ្ញាគឺវាត្រូវទាំងអស់ទាំងពិភពលោកវិញមនុស្សតែមានបញ្ញាឲ្យធ្វើជីវិតរបស់ខ្លួនឲ្យរស់នៅបានល្អប្រសើរសាងសង្គមប្រទេសជាតិដោយសារបញ្ញាហ្នឹងឯងនេះសូមអង្គអនុសង្វចរៈចាំមនុស្សតែអត់បញ្ញាហើយដោយសត្វដេរឆានព្រះអង្គទ្រង់សម្ដែងថាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរតែប្រពន្ធលោកសម្ដែងវិញសេចក្តីពិតយើងមើលទៅឃើញចឹងអ្នកដែលគេមានបញ្ញាគេយកបញ្ញាទៅរកទ្រព្យរកសម្បត្តិបនស័កយកស័កឲ្យគេបានហើយតែអត់បញ្ញាហើយអត់ទៅរួចតែជីវិតរស់នៅដោយក្រលំបាកបំផុតមានរឿងអីកំបាំងព្រះអង្គមើលក្នុងរាជធានីភ្នំពេញឃើញនោះខ្លះផ្ទះវិមានគេស្កឹមស្កាយវីឡាស្អីទៅល្អល្អិតមកពីអីមកពីគេមានបញ្ញាចុះអ្នកខ្លះនោះព្រះអង្គមើលដល់រឹសអិតឆ្អាយដល់អីក្នុងក្រុងភ្នំពេញ
ទៅយាមផ្ទះគេបើកទ្វាររបស់ផ្ទះមកវាស្អាតមកវាអត់បញ្ញាហ្នឹងតែមើលទៅឃើញយ៉ាងណាបានអញ្ចឹងយើងមិនគួរបណ្ដែតបណ្ដោយឲ្យព្រះសង្ឃយើងល្ងងខ្លៅអត់បានសិក្សារៀនសូត្រអីទេណាអានេះជាតោអ្នកដឹកនាំមានអាបត្តិទាំងអស់អ្នកគ្រប់គ្រងមានអាបត្តិទាំងអស់នេះពុទ្ធលោកព្រាបសកលអ្នកគ្រប់គ្រងបើយើងមានដឹងឯណាបញ្ជាក់ចំណាសំលើកយកពីនៃនោះមកទូលគ្រប់ព្រះអង្គក្នុងអនុសង្ឃវចរៈនេះសូមឲ្យខិតខំវិញម្យ៉ាងទីពាក្យថាសាមគ្គីជាពាក្យនៅក្នុងពុទ្ធសាសនាប្រពៃណីរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលត្រាស់ដឹងនៅលើលោកនេះកាលណាមានពួកភិក្ខុពីទិសទាំង4ចូលទៅថ្វាយបង្គំព្រះអង្គតែងតែសាកសួរចំពោះភិក្ខុនោះដោយសំណួរ4យ៉ាងជាប្រពៃណីរបស់ព្រះពុទ្ធគ្រប់ព្រះអង្គទី1លោកសួរថាអ្នកទាំងឡាយរាល់គ្នាល្មមអត់ត្រឹមបានទេអីទី2ថាអ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានទេអីទី3សួរថាសាមគ្គីព្រមព្រៀងរបស់អ្នកទាំងឡាយកើតមានទេទី3សួរថាកន្លែងអ្នកនៅមានអាហារបិណ្ឌបាតឲ្យល្មមនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេសំណួរ4យ៉ាងជាប្រពៃណីរបស់ព្រះពុទ្ធក្នុងនោះមានសាមគ្គីមួយលោកសួរគ្រប់តែភិក្ខុព្រះអង្គយល់ថាកាលណាมันព្រមព្រៀងនេះហើយมันមានសេចក្តីចម្រើនទេនឹងអន្តរាយនឹងវិន័យនៅក្នុងពួកក្រុមនោះនេះធ្វើសាមគ្គីការរួបរวมគ្នាក្នុងពុទ្ធសាសនានេះជាទំហំធំធេងណាស់តែយើងអត់ដែលបានគិតដោយសម្រាប់យើងព្រះសង្ឃនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវតែព្រមព្រៀងរួបរวมសាមគ្គីនេះទាំងអស់បងមិនថាអង្គណាទេត្រូវតែព្រមព្រៀងរួបរวมគ្នាទាំងអស់គ្រប់ទាំងអស់ទើបយើងញ៉ាំងពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងឲ្យចម្រើនលូតលាស់ទៅបានហើយព្រះពុទ្ធលោកសម្ដែងថាពួកបព្វជិតនិងក្រហមទាំងពីរនេះมันអាចបែកបាក់គ្នាបានត្រូវតែអាស្រ័យគ្នាទៅវិញទៅមកជានិច្ចព្រោះពួកភិក្ខុបានទទួលចៃវរបិណ្ឌបាតសេនាសនៈភេសជ្ជៈដែលជាគ្រឿងកម្ចាត់បងនៅសេចក្តីវិន័យអំពីពួកក្រហមទៅប្រតិចាឲ្យយើងអ្នកបួសនេះកាលណាអត់បច្ច័យ4អត់នៅបានប៉ុន្តែកាយថេរវាអត់មានរលបឲ្យបានទេគឺអាស្រ័យជីវិតដោយសារញោមញាតគេជ្រះថ្លាគេចិញ្ចឹមព្រោះយើងជាប្រសង្ឃត្រូវផ្ដល់ធម៌របស់ព្រះពុទ្ធនឹងសិលសមាធិបញ្ញាទៅឲ្យក្រហមតាមពេកទៅក្រហមមានទានសិលភាវនាដែលត្រូវផ្សព្វផ្សាយធម៌នោះទៅឲ្យបរិស័ទឲ្យគេយកទៅបដិបត្តិគោរពទៅបរិស័ទនឹងបដិបត្តិបានសម្រេចនៅក្នុងសុគតិនៅក្នុងឋានសួគ៌បានព្រោះព្រះសង្ឃជាសាវកអ្នកទាំងពីរព្រះអង្គទ្រង់សម្ដែងឲ្យថាពុទ្ធសាសនានេះនៅលើបរិស័ទទាំង4ចម្ពោះគឺភិក្ខុភិក្ខុនីឧបាសកបាសិកាឥឡូវភិក្ខុនីអស់ហើយនៅតែអ្នក3ភិក្ខុហើយគិតសាមណេរផងក៏ជំនួសភិក្ខុនីឧបាសកបាសិកាព្រមព្រៀងគ្នាបានញ៉ាំងព្រះសធម៌នឹងឲ្យប្រព្រឹត្តទៅបានតែបែកបាក់គ្នាអន្តរាយទៅអញ្ចឹងព្រះសង្ឃយើងត្រូវថែរក្សាដោយញោមញាតបរិស័ទដែលគេចិញ្ចឹមយើងផ្ដល់ធម៌បដិបត្តិឲ្យទៅដើម្បីយកទៅបដិបត្តិមានទានមានសិលជាដើមណាយកទៅបដិបត្តិគឺតែផ្ដល់គ្នាទៅវិញទៅមកចេះមានតែមួយអត់បានហើយសូមទូលប៉ុណ្ណាជាចំក្រោយបញ្ចប់ទាំងអស់សូមអរគុណនិងអរគុណដល់អង្គអនុសង្ឃវចរៈនិងអរគុណដល់សម្ដេចជាអម្ចាស់ដែលជាព្រះអធិបតីក្នុងអនុសង្ឃវចរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី33នេះ